ម៉ាស៊ីនសាប់ Prader នេះជាលេខ model Mark Prader ហើយនេះជាតាប្លូ Mark Prader ស្វែងយល់ប្រូក្រាមចុចប៊ូតុង Select និងតេស្តជើងទាក្នុងពេលតែមួយរួចបើកកុងតាក់ម៉ាស៊ីនរងចាំឲ្យចេញ001រួចចុចព្រួយខាងលើកំណត់យកលេខ0 ចិត្តគុតអញ្ចឹង0 ចិត្តគុតលេខ1ម៉ាស៊ីនដំណើរការធម្មតាចុចយកលេខ2ជើងទាអត់លើកហើយម៉ាស៊ីនក៏មិនដំណើរការទៅមុខចុច Enter សញ្ញាព្រួញរួចចុចតេស្តជើងទាអញ្ចឹងបង្វែរមកម៉ាស៊ីនយើងវិញជាន់ឈ្នាន់ខាងក្រោមជើងទាអត់លើកហើយម៉ាស៊ីនក៏មិនដំណើរការទៅមុខបង្វែរមកតាប្លូយើងវិញបិទកុងតាក់ម៉ាស៊ីនចុច Select និងតេស្តក្នុងពេលតែមួយរួចបើកកុងតាក់ម៉ាស៊ីនរងចាំឲ្យចេញលេខនៅក្នុងប្រូក្រាមចុចព្រួយខាងលើកំណត់យកលេខ0 ចិត្តគុតខាងស្ដាំដៃលេខ2ចុចយកលេខ1កំណត់ឲ្យម៉ាស៊ីនដំណើរការធម្មតាវិញរួចចុច Enter សញ្ញាព្រួញបន្តទៅមុខទៀតចុចព្រួយខាងលើកំណត់យកលេខ100របៀបបិទបើក LO កំណត់ចំនួនម្ជុលរត់យឺតឬក៏លឿនដំបូងចុចព្រួយខាងក្រោមដូរដាក់អក្សរអោចុច Enter សញ្ញាព្រួញរួចចុចតេស្តជើងទាបន្ទាប់មកចុចប៊ូតុង Select ភ្លើងលឿងទូចរត់អត់មានលេខប្រូក្រាមអក្សរ LO ទេអញ្ចឹងយើងទៅបើកអក្សរ LO ឡើងវិញបិទកុងតាក់ម៉ាស៊ីនចុចតេស្តជើងទា Select ក្នុងពេលតែមួយរួចបើកកុងតាក់ម៉ាស៊ីនរងចាំឲ្យចេញលេខនៅក្នុងប្រូក្រាមចុចព្រួយខាងលើកំណត់យកលេខ100ខាងស្ដាំដៃអក្សរអោសដូរដាក់អក្សរ ON រួចចុច Enter សញ្ញាព្រួញបន្ទាប់មកចុចតេស្តជើងទារួចចុចប៊ូតុង Select ម្ដងទៀតភ្លើងលឿងទូចរត់មានអក្សរ LO វិញហើយអញ្ចឹងអក្សរ LO មានពីលេខ1ដល់លេខ9ហើយលេខ1លេខ2លេខ3គឺយឺតដំបងហើយបានលឿនលេខ4លេខ5លេខ6លេខ7 8 9គឺរត់សាប់ស្មើគ្នាអញ្ចឹងបន្តទៅមុខទៀតបិទកុងតាក់ម៉ាស៊ីនបន្ទាប់មកចុច Select និងតេស្តក្នុងពេលតែមួយរួចបើកកុងតាក់ម៉ាស៊ីនរងចាំឲ្យចេញលេខនៅក្នុងប្រូក្រាមចុចប៊ូតុងខាងលើកំណត់យកលេខ150គឺជាកន្លែងកំណត់ប្រម៉ោយងប់2តងដងម្ជួលលើកខ្ពស់ខាងស្ដាំដៃអក្សរអោចុចដូរដាក់អក្សរ ON រួចចុច Enter សញ្ញាព្រួញចុចតេស្តជើងទាអញ្ចឹងបង្វែរមកមើលម៉ាស៊ីនយើងប្រម៉ោយយើងបែបហ្នឹងជាន់ឈ្នាន់ខាងក្រោមឲ្យជើងទាលើករួចជាន់មួយទៀតឲ្យម៉ាស៊ីនដំណើរការសាប់ពេលសាប់រួចកាត់អំបោះប្រម៉ោយងប់2តងបែបហ្នឹងអញ្ចឹងបង្វែរទៅតាប្លូយើងវិញបិទកុងតាក់ម៉ាស៊ីនចុចប៊ូតុង Select និងតេស្តក្នុងពេលតែមួយរួចបើកកុងតាក់ម៉ាស៊ីនរងចាំឲ្យចេញលេខនៅក្នុងប្រូក្រាមចុចព្រួយខាងលើកំណត់យកលេខ150អក្សរ ON ដូរដាក់អក្សរអោរួចចុច Enter សញ្ញាព្រួញអញ្ចឹងនៅពេលដែលយើងសាប់ទៅពេលកាត់អំបោះគឺប្រម៉ោយងប់តែមួយតងធម្មតាវិញហើយអញ្ចឹងបន្តទៅមុខទៀតគឺលេខ156កំណត់ពេលសាប់ចុងក្រោយយឺត 4-5 ជុលល្បឿនស្តង់ដារសាប់គឺ3200បើសិនជាបងប្អូនចង់ឲ្យពេលដែលយើងសាប់ទៅកំណត់ពេលសាប់ចុងក្រោយយឺត 4-5 មជ្ឈុលកម្រិតណាបងប្អូនកំណត់យកល្បឿនប៉ុណ្ណឹងទៅសម្រាប់ខ្ញុំកំណត់ល្បឿន400បន្ទាប់មកចុច Enter សញ្ញាព្រួញរួចចុចតេស្តជើងទាបង្វែរមកម៉ាស៊ីនយើងវិញជាន់ឈ្នាន់ខាងក្រោមឲ្យជើងទាលើកជាន់មួយទៀតឲ្យម៉ាស៊ីនដំណើរការសាប់ពេលចុងក្រោយគឺសាប់យឺតបែបហ្នឹងអញ្ចឹងបង្វែរទៅតាប្លូយើងវិញបិទកុងតាក់ម៉ាស៊ីនបន្ទាប់មកចុចប៊ូតុង Select តេស្តក្នុងពេលតែមួយរួចបើកកុងតាក់ម៉ាស៊ីនរងចាំឲ្យចេញលេខប្រូក្រាមចុចប៊ូតុងខាងលើកំណត់យកលេខ156កំណត់ល្បឿនសាប់ឲ្យរត់សាប់ស្មើគ្នាវិញល្បឿន3200បន្ទាប់មកចុច Enter សញ្ញាព្រួញបន្តទៅលេខ157គឺដូចលេខ156សាប់ដំបូងគឺយឺតចុងក្រោយ3 4 5មជ្ឈុល
បន្តទៅលេខ158ក៏ដូចគ្នាដែរគឺស័ព្ទចុងក្រោយយឺត4 5ម្ជុលអញ្ចឹងលេខ156 157 158គឺដូចគ្នាទាំង3គឺស័ព្ទចុងក្រោយយឺត4 5ម្ជុលបន្តទៅមុខទៀតលេខ163កំណត់ល្បឿនខាងក្នុង3200អញ្ចឹងបងប្អូនកំណត់ល្បឿនខាងក្នុងយឺតឬក៏លឿនប៉ុណ្ណាល្បឿនខាងក្រៅក៏ប៉ុណ្ណឹងដែរអញ្ចឹងសម្រាប់ខ្ញុំកំណត់ល្បឿនខាងក្នុងត្រឹមតែ2000ទេបន្ទាប់មកចុច Enter សញ្ញាព្រួញរួចចុចតេស្តជើងទាបន្ទាប់មកចុចប៊ូតុង Select ឆែកល្បឿនខាងក្រៅវិញម្ដងល្បឿនខាងក្រៅ2000ចុចដំឡើងល្បឿនមិនឡើងចុចដល់ល្បឿនគឺបានអញ្ចឹងល្បឿនខាងក្នុងកំណត់ប៉ុន្មានល្បឿនខាងក្រៅក៏ប៉ុណ្ណឹងដែរបន្តទៅមុខទៀតបិទកុងតាក់ម៉ាស៊ីនចុចប៊ូតុង Select និងតេស្តក្នុងពេលតែមួយរួចបើកកុងតាក់ម៉ាស៊ីនរងចាំឲ្យចេញលេខប្រូក្រាមចុចប៊ូតុងខាងលើកំណត់យកលេខ164គឺជាកន្លែងកំណត់បិទឬបើកកន្ត្រៃកាត់អំបោះខាងក្រោមខាងច្ដាំដៃអក្សរអោចុចដូរដាក់អក្សរអនរួចចុច Enter សញ្ញាព្រួញបន្ទាប់មកចុចតេស្តជើងទាបងវាយមកម៉ាស៊ីនយើងវិញខ្ញុំបើកគម្របខាងក្រោមឲ្យបងប្អូនមើលកាំបិតទាំងអស់គ្នាអញ្ចឹងខ្ញុំជន់ឆ្នោតឲ្យម៉ាស៊ីនដំណើរការពេលសាប់រួចកាត់អំបោះកន្ត្រៃគឺអត់លុតទេអញ្ចឹងបងវាយទៅតាប់ឡូយើងវិញបិទកុងតាក់ម៉ាស៊ីនចុចប៊ូតុង Select និងតេស្តក្នុងពេលតែមួយបើកកុងតាក់ម៉ាស៊ីនរងចាំឲ្យចេញលេខប្រូក្រាមចុចព្រួយខាងលើកំណត់យកលេខ164បើកកាំបិតកាត់អំបោះខាងក្រោមឡើងវិញអក្សរអនដូរដាក់អក្សរអោរួចចុច Enter សញ្ញាព្រួយបន្ទាប់មកចុចតេស្តជើងទាបងវាយមកមើលម៉ាស៊ីនយើងវិញអញ្ចឹងខ្ញុំជន់ឈ្នន់ខាងក្រោមឲ្យម៉ាស៊ីនដំណើរការពេលសាប់រួចកន្ត្រៃកាត់អំបោះខាងក្រោមគឺលោតហក់កាត់ឡើងវិញហើយអញ្ចឹងបន្តទៅមុខទៀតបិទកុងតាក់ម៉ាស៊ីនចុចប៊ូតុង Select និងតេស្តក្នុងពេលតែមួយបើកកុងតាក់ម៉ាស៊ីនរងចាំឲ្យចេញលេខប្រូក្រាមបន្ទាប់មកចុចប៊ូតុងខាងលើកំណត់យកលេខ170គត់គឺជាកន្លែងកំណត់ល្បឿនសាប់យឺតអញ្ចឹងលេខ170គត់ខាងច្ដាំដៃលេខ0ចុចប៊ូតុងខាងលើកំណត់យកល្បឿន2800វានឹងរត់សាប់យឺតស្មើគ្នាបន្ទាប់មកចុច Enter សញ្ញាព្រួញរួចចុចតេស្តជើងទាបងវាយមកម៉ាស៊ីនយើងវិញជន់ឈ្នន់ខាងក្រោមឲ្យជើងទាលើកជន់ឲ្យម៉ាស៊ីនដំណើរការគឺវារត់សាប់យឺតស្មើគ្នាអញ្ចឹងយើងទៅកំណត់ឲ្យសាប់លឿនធម្មតាវិញបិទកុងតាក់ម៉ាស៊ីនចុចប៊ូតុង Select និងតេស្តក្នុងពេលតែមួយបើកកុងតាក់ម៉ាស៊ីនរងចាំឲ្យចេញលេខនៅក្នុងប្រូក្រាមចុចប៊ូតុងខាងលើកំណត់យកលេខ170គត់អញ្ចឹងលេខ170គត់ល្បឿន2800ចុចព្រួយខ្មៅខាងក្រោមកំណត់យកល្បឿនលេខ0វិញបន្ទាប់មកចុច Enter សញ្ញាព្រួញអញ្ចឹងបន្តទៅមុខទៀតលេខ200គឺជាកន្លែងបិទឬបើកតេស្តជើងទាអូតូខាងច្ដាំដៃអក្សរអោចុចដូរដាក់អក្សរអនរួចចុច Enter សញ្ញាព្រួញបន្ទាប់មកចុចតេស្តជើងទារួចចុចតេស្តជើងទាម្ដងទៀតបងវាយមកម៉ាស៊ីនយើងជន់ឈ្នន់ខាងក្រោមតេស្តជើងទាជាមួយម្ជុលអញ្ចឹងតើតែយើងជន់ឈ្នន់បានជើងទាដើរនៅពេលយើងដកជើងចេញគឺជើងទាអត់ដើរទេអញ្ចឹងយើងទៅកំណត់តេស្តជើងទាអូតូបិទកុងតាក់ម៉ាស៊ីនចុច Select និងតេស្តក្នុងពេលតែមួយបើកកុងតាក់ម៉ាស៊ីនរងចាំឲ្យចេញលេខប្រូក្រាមចុចប៊ូតុងខាងលើកំណត់យកលេខ200អញ្ចឹងលេខ200អក្សរអនដូរដាក់អក្សរអោចុច Enter សញ្ញាព្រួញរួចចុចតេស្តជើងទាបន្ទាប់មកចុចតេស្តជើងទាម្ដងទៀតបងវាយមកម៉ាស៊ីនយើងវិញជន់ឈ្នន់ខាងក្រោមឲ្យម៉ាស៊ីនដំណើរការជន់មួយទៀតដើម្បីតេស្តជើងទាអូតូអញ្ចឹងយើងដកជើងចេញគឺជើងទារត់អូតូបែបហ្នឹងយើងមិនចាំបាច់ជន់ឈ្នន់ខាងក្រោមដើម្បីតេស្តម្ដងមួយទៀតទេអញ្ចឹងនៅពេលដែលវាតេស្តអូតូដោយខ្លួនឯងបែបហ្នឹង
đo group nị tí cứ chừng tía chụp đầm na cá ô tô tiệt hỏi anh trắng bằng vai thì tạp lôi dừng vĩnh bất công tạ mà sấn cho bút tông select nâng tách nông phê tại mũi bao công tạ mà sấn ở rong trăm ở trên lấy program cho bút tông khẳng lứa cầm nốt dục lấy pi rồi há cứ chia còn lấy cầm nốt phê cắt ẩm bó chừng tía nhẹ pì tón rứ cầm bất cắt pì tón lấy pi rồi há so áo cho đâu đã so on rút cho enter sinh nhà pruốn bằng top mốc cho test chừng tía bằng vai mốc mà sân dường vĩnh chôn non kháng kráo oi chừng tía lước chôn mùi tiết oi mà sân đầm nà cà sáp phê cắt ẩm bó chừng tía nhẹ pì tón rứ cầm bất nhẹ pì tón bằng vai tư tạp lô dường vĩnh cầm nốt phê cắt ẩm bó chừng tía lược thòm đá bất công tạ mà sấn bằng tọp móc cho select nâng test nông phê tại mũi rúi bao công tạ mà sấn rong trăm ở trên lấy program cho pruôn kháng lứa cầm nốt dọc lấy pi rồi há so on cho đâu đã so áo rúi cho enter nhà pruôn bằng to từ mục tiết cứ lấy pi rồi hạ bấy cứ chia còn lánh cầm nót trường tía ọt lướt hỏi mà sân có minh đầm nà ca từ mục anh trắng lấy pi rồi hạ bấy lấy xốn trường tía lướt mà sân đầm nà ca thò mà đà lấy muối nâng lấy pí cứ trường tía ọt lướt hỏi mà sân có minh đầm nà ca từ mục đài lấy pi rồi hạ bấy lấy xốn cho pruôn khẳng lứa cầm nót dọc lấy muối rứ lấy pí bằng tọp móc cho enter sinh nhà pruôn rút cho test trường tía bằng vai một mà sân dường vĩnh chôn non kháng kráo oi chừng tía lước cứ chừng tía ọt lực tế hỏi mà sân có mấn đầm nà ca từ mốc khoảng đài bằng vai tư tạp lô dường vĩnh cầm nót oi chừng tía lước hỏi mà sân đầm nà ca từ mốc thô mà đà vĩnh bất công tạ mà sân bẩn tọp mốc cho select nâng test nông phê tại mũi rút bao công tạ mà sân rong trăm oi chánh lấy nâng nông program cho pruôn kháng lứa cầm nót dọc lấy pi rồi hạ bầy anh trắng lấy pi rồi hạ bấy dương cầm nót đã lấy sau mó bằng tọp móc cho enter sinh nhà pruôn bòn to từ một tiết lấy buồn rơi chật cút nâng buồn rơi chật mùi lấy buồn rơi chật cút cứ chia còn lấy lẽ lấy buồn rơi chật muối nâng buồn rơi chật pì lấy buồn rơi chật muối cứ chia còn lấy cầm nót chừng tiếc phủ tiệp anh trắng lấy buồn rơi chật cút so áo dương mình toàn cầm nót đô tư chi so on dương ai chai khình lấy buồn rơi chật muối nâng buồn rơi chật pì có bàn tay lấy buồn rơi chật cút dương đâu so áo tư chi so on anh trắng dương mình ai chai khình lấy buồn rơi chật muối nâng buồn rơi chật pí bàn tề anh trắng lấy buồn rơi chật cút so on bà sân chia bóng ốn trong cầm nót chừng tiếc phụt tiệp nơi lấy buồn rơi chật muối cứ bóng ốn mình ai chạy khơi bản tềដោយសារតែយើងកំណត់លេខ470គុតដាក់អក្សរអនគឺវាលាក់លេខ471 472អញ្ចឹងលេខ470គុតអក្សរអោខ្ញុំចុចបន្តឲ្យបងប្អូនមើល471 472អញ្ចឹងខ្ញុំមកកំណត់លេខ470គុតអក្សរអោដូរទៅជាអក្សរអនវិញបន្ទាប់មកចុច enter សញ្ញាព្រួញរួចចុចលេខបន្តគឺអត់មានលេខ471និង472ទេគឺមានតែលេខ500អញ្ចឹងយើងចុចលេខថយក្រោយកំណត់យកលេខ470គុតដូរអក្សរអនទៅជាអក្សរអោរួចចុច enter សញ្ញាព្រួញបន្តទៅលេខ471កន្លែងកំណត់ជើងទាខ្ពស់ទាបលេខ14គឺជាកន្លែងកំណត់ជើងទាខ្ពស់ទាបជើងទាខ្ពស់កំណត់អស់ត្រឹមលេខ17ហើយជើងទាទាបកំណត់អស់ត្រឹមលេខ10អញ្ចឹងខ្ញុំចុចកំណត់ជើងទាឲ្យទាបបំផុតត្រឹមលេខ10បន្ទាប់មកចុច enter សញ្ញាព្រួញរួចចុចតេស្តជើងទាបងវាយមកម៉ាស៊ីនយើងវិញជន់ឈ្នាន់ខាងក្រោមឲ្យជើងទាលើកគឺជើងទាលើកបានទាប
អញ្ចឹងយើងចូលទៅកំណត់ឲ្យជើងទាលើកបានខ្ពស់ឡើងវិញបិទកុងតាក់ម៉ាស៊ីនបន្ទាប់មកចុច Select និង Test ក្នុងពេលតែមួយរួចបើកកុងតាក់ម៉ាស៊ីនរងចាំឲ្យចេញលេខប្រូក្រាមចុចព្រួយខាងលើកំណត់យកលេខ471គឺជាកន្លែងកំណត់ជើងទាខ្ពស់ទាបលេខ10គឺជើងទាទាបបំផុតអញ្ចឹងចុចកំណត់ជើងទាឲ្យខ្ពស់អស់ត្រឹមលេខ17បន្ទាប់មកចុច Enter សញ្ញាព្រួញរួចចុចតេស្តជើងទាបងវ៉ែមកម៉ាស៊ីនយើងវិញជន់ឈ្នាន់ខាងក្រោមឲ្យជើងទាលើកគឺជើងទាលើកបានខ្ពស់អញ្ចឹងយើងបន្តទៅមុខទៀតបិទកុងតាក់ម៉ាស៊ីនបន្ទាប់មកចុច Select និង Test ក្នុងពេលតែមួយរួចបើកកុងតាក់ម៉ាស៊ីនរងចាំឲ្យចេញលេខនៅក្នុងប្រូក្រាមចុចព្រួយខាងលើកំណត់យកលេខ554គឺជាកន្លែងដោះ Error E600 ឬក៏ជាកន្លែងកំណត់ឲ្យ Error E600 អញ្ចឹងលេខ554អក្សរអោសចុចដូរដាក់អក្សរអនរួចចុច Enter សញ្ញាព្រួញបន្ទាប់មកចុចតេស្តជើងទាបង្វែរទៅម៉ាស៊ីនយើងវិញជន់ឈ្នាន់ខាងក្រោមឲ្យជើងទាលើកគឺវា Error E600អញ្ចឹងចូលទៅដោះ Error E600 ឡើងវិញបិទកុងតាក់ម៉ាស៊ីនចុច Select និង Test ក្នុងពេលតែមួយបើកកុងតាក់ម៉ាស៊ីនរងចាំឲ្យចេញលេខប្រូក្រាមចុចព្រួយខាងលើកំណត់យកលេខ554គឺជាកន្លែងកំណត់ដាក់ Error E600 ឬក៏ដោះ Error E600លេខ554អក្សរអនចុចដូរដាក់អក្សរអោសរួចចុច Enter សញ្ញាព្រួញចុចបន្តទៅមុខទៀតគឺលេខ654គឺជាកន្លែងកំណត់ដាក់ឲ្យ Error E15 ឬក៏ជាកន្លែងដោះ Error E15អញ្ចឹងលេខ654អក្សរអោសចុចដូរដាក់អក្សរអនរួចចុច Enter សញ្ញាព្រួញចុចតេស្តជើងទាវានឹងលោត Error E015អញ្ចឹងយើងទៅកំណត់ដោះ Error E015 ឡើងវិញបិទកុងតាក់ម៉ាស៊ីនចុច Select និង Test ក្នុងពេលតែមួយបើកកុងតាក់ម៉ាស៊ីនរងចាំឲ្យចេញលេខប្រូក្រាមចុចព្រួយខាងលើកំណត់យកលេខ654គឺជាកន្លែងកំណត់ដាក់ឲ្យ Error E015 ឬក៏ជាកន្លែងដោះ Error E015អញ្ចឹងលេខ654អក្សរអនចុចដូរដាក់អក្សរអោសរួចចុច Enter សញ្ញាព្រួញបន្ទាប់មកចុចតេស្តជើងទាបងវ៉ែមកម៉ាស៊ីនយើងវិញជន់ឈ្នាន់ខាងក្រោមឲ្យជើងទាលើកជន់មួយទៀតឲ្យម៉ាស៊ីនដំណើរការសាប់អញ្ចឹងម៉ាស៊ីនយើងដំណើរការធម្មតាឡើងវិញហើយអញ្ចឹងប្រូក្រាមម៉ាស៊ីនសាប់ Prader មានតែប៉ុណ្្នឹងទេសូមអរគុណ